안녕하세요, 여러분. បាននេះគឺជាអត្ថបទមួយសំណួរពីរ ចឹងយើងធ្វើសំណួរលេខ1មុន 다음 글은 읽고 모름에 답하십시오. 안អត្ថបទខាងក្រោម សូមឆ្លើយនឹងសំណួរណា ចឹងយើងមើលសំណួរទី1 뭐세 대한 그림니까? តើអត្ថបទនេះបង្ហាញអំពីអ្វី? 1번 전문 장례식장의 등장. 등장លេចឡើងណា 전문ឯកទេស 장례식장 កន្លែងបន់សព ចឹងលេចឡើងនៃកន្លែងបន់សពឯកទេសណាបាទ 2번 장례 문화의 변화 ផ្លាស់ប្ដូរ 문화 វប្បធម៌បាទអញ្ចឹងការផ្លាស់ប្ដូរនៃវប្បធម៌បន់សព 3번 장례를 지르는 절차 នីតិវិធីណាបាទ 장례를 지르다 ពិធីបន់សពឬក៏ការរៀបចំបន់សពអញ្ចឹងនីតិវិធីនៃការរៀបចំបន់សព 4번 지역의 다른 장례 방법 វិធីបន់សពផ្សេងគ្នាទៅតាមតំបន់ចឹងជាមួយអត្ថបទទាំងអស់គ្នា 장례는 돌아가신 분에게 예를 올리고 돌아가신 분의 가족을 위로하는 의식이다 បាទ 의식 កន្លែងនេះយើងបកប្រែថាពិធីណាបាទអញ្ចឹងពិធីបន់សពហ្នឹងគឺជាពិធីដែលបាទ Yeru Olida បាទឧទ្ទិសណាបាទអញ្ចឹងគឺជាពិធីដែលគេឧទ្ទិសវិញ្ញាណក្ខន្ធណាបាទឧទ្ទិសវិញ្ញាណក្ខន្ធដល់អ្នកដែលបានចែកឋានណាបាទហើយវីរោហាដាបាទលើកទឹកចិត្តបាទអញ្ចឹងកន្លែងហ្នឹងយើងបកប្រែថាលួងលោមណាបាទលួងលោមទៅហើយលួងលោមគ្រួសារអ្នកដែលបានចែកឋានទៅ 예전에는 보통 집에서 장례를 치렀지만 요즘은 병원 장례식장이나 전문 장례식장에서 장례를 치르는 것이 일반적이다 បាទកាលពីដើមឡើយនោះឬក៏កាលពីមុនជាធម្មតាគឺគេរៀបចំពិធីបន់សពហ្នឹងនៅផ្ទះក៏ប៉ុន្តែសពថ្ងៃបាទជាទូទៅបាទ Ilban Chokida ជាទូទៅបាទក៏ប៉ុន្តែសពថ្ងៃហ្នឹងជាទូទៅគឺគេរៀបចំពិធីបន់សពហ្នឹងនៅកន្លែងបន់សពនៅមន្ទីរពេទ្យឬក៏កន្លែងបន់សពឯកទេសឬក៏ជំនាញបាទយើងដូចមានជួលមែនជួលអីមកអញ្ចឹងណាអ្នកជំនាញអញ្ចឹង 그리고 과거에는 고인의 시신을 땅에 묻는 매장이 많았으며 가정 형편이 어려운 경우에는 불에 태우는 화장을 하기도 했다. ហើយបាទឬក៏ម្យ៉ាងទៀតបាទពីអតីតកាលណាបាទគូអ៊ីនបាទអ្នកដែលស្លាប់ហ្នឹងស៊ីស៊ីនបាទសពបាទអញ្ចឹងមេចាំងបាទបញ្ចុះណាបាទហើយកាលពីអតីតកាលហ្នឹងគឺគេបញ្ចុះសពអ្នកដែលស្លាប់ហ្នឹងទៅក្នុងដីបាទមានច្រើនហើយខាចង់គ្រួសារណាបាទហងចន់ស្ថានភាពណាបាទស្ថានភាពកន្លែងនេះស្ថានភាពតាក់ទងសេដ្ឋកិច្ចគ្រួសារណាបាទហើយករណីដែលស្ថានភាពគ្រួសារនឹងលំបាកបាទឬក៏ស្ថានភាពគ្រួសារនឹងក្រខ្សត់គឺគេធ្វើការបូជាណាដោយភ្លើងបាទភាសាអង់គ្លេសគឺបូជាណាបាទ 그러나 최근에는 화장 후 납골 당에 모시는 경우가 많으며 나무 밑에 묻는 경우도 있다 ក៏ប៉ុន្តែបាទសពថ្ងៃឬក៏បច្ចុប្បន្នហ្នឹងបាទគឺមានករណីបាទជាច្រើនដែលក្រោយពីបូជាហើយគឺបាទម៉ូស៊ីតាកន្លែងនេះ
យកទៅទុកណាបើធៀបយើងថាតម្កល់អញ្ចឹងក្រោយពីបូជារួចហើយគឺគេយកទៅតម្កល់នៅក្នុងចេតិយណាបាទចេតិយណាបគូលតាំងហើយមានករណីខ្លះទៀតផងដែរគឺគេកប់នៅក្រោមដើមឈើណាបាទអញ្ចឹងយើងមើលចម្លើយដែលត្រឹមត្រូវគឺចម្លើយលេខប៉ុន្មានដែរបាទគឺគេនិយាយអំពីការផ្លាស់ប្ដូរនៃការបូជាសពអញ្ចឹងចម្លើយត្រឹមត្រូវគឺចម្លើយលេខ2ណា E បន